ចាជំរាបសួរបងស្រីចាបងស្រីមានឈ្មោះអ្វីហើយទូរស័ព្ទមកពីខាងណាដែរចាខ្ញុំឈ្មោះច័ន្ទថោចាទូរស័ព្ទពីឃុំត្រៀស្រុកបារាយខេត្តកំពង់ថោភាសាពីអាទិត្យនោះខ្ញុំបានចូលវិទ្យុដឹងតែខ្ញុំនិយាយអ្វីទៅវាអត់ទាន់ច្បាស់លាស់ចឹងថ្ងៃនេះខ្ញុំចង់បង្ហាញពីគោលបំណងរបស់ខ្ញុំដែលជាពលរដ្ឋខ្មែរហើយជាពិសេសគឺខ្លួនខ្ញុំជាស្ត្រីហ្នឹងគឺគោលបំណងខ្ញុំចង់ឲ្យស្ត្រីនៅក្នុងស្រុកខ្មែរក៏ដូចជាស្ត្រីនៅលើពិភពលោកឲ្យគាត់យល់ពីទុក្ខលំបាករបស់ស្ត្រីដែលស្ត្រីនៅស្រុកខ្មែរភាគច្រើនមិនសូវហ៊ានចូលក្នុងការនិយាយស្ដីប៉ះពាល់អីដល់រឿងប្រទេសជាតិអីគាត់ខ្លាចអញ្ចឹងខ្ញុំចង់បង្ហាញពីគោលបំណងដែលស្ត្រីដើម្បីនិយាយអ្វីពីការពិតនៅក្នុងស្រុកខ្មែរចាអរគុណបងស្រីចាថ្ងៃនេះយើងមានកម្មវិធីខ្មែរទូងស្គរដេញចាលក់ជាតិដូចសប្តាហ៍មុនចាដូច្នេះសូមបងស្រីអញ្ជើញបញ្ចេញជាមតិនិងយោបល់តាមការចេះដឹងរបស់បងអូនចាអញ្ចឹងខ្ញុំចង់បង្ហាញពីគោលបំណងនៃការចង់និយាយពីដែលជាបានទីរបស់យើងកំពុងដឹកនាំរាល់ថ្ងៃចាអញ្ចឹងខ្ញុំនិយាយពីគុណសម្បត្តិដែលរដ្ឋាភិបាលយើងបានកសាងឲ្យសមបងប្អូនខ្មែរទាំងអស់ដែលបានស្ដាប់ជឿនឹងសូមជួយពិចារណាថាតើគុណសម្បត្តិនិងវិបត្តិមួយណាច្រើនជាងកុំឲ្យតែយើងលើកថាតែគុណវិបត្តិអញ្ចឹងខ្ញុំបង្ហាញពីគុណវិបត្តិព្រោះខ្លះកុំឲ្យថាគាត់គ្មានគុណវិបត្តិអីសោះអញ្ចឹងរដ្ឋាភិបាលរបស់យើងសប្តាហ៍ថ្ងៃនេះអ្វីដែលគាត់បានកសាងគឺមានផ្លូវថ្នល់ទីពេទ្យសាលារៀនហើយផ្ទះអាគារធំៗក៏តែផ្ទះអញ្ញាមន្ត្រីធំនៅខ្ញុំពេញព្រមព្រៀងរាល់ថ្ងៃតែចំពោះគុណវិបត្តិវិញចាគុណវិបត្តិសប្តាហ៍ថ្ងៃយើងឃើញរដ្ឋាភិបាលយើងជំពាក់លុយបរទេសកាន់តែច្រើនទៅហើយខ្មែរយើងរាល់ថ្ងៃវាបានដោយសារតែធ្វើកម្មករនៅប្រទេសថៃម៉ាឡេស៊ីកូរ៉េចាអញ្ចឹងខ្មែរយើងត្រូវស្លាប់នៅប្រទេសគេស្លាប់ដូចខ្មោចឆ្កែស្លាប់ខ្មោចខ្មែរមានតម្លៃទេតែស្លាប់បរទេសវិញគឺគេមានតម្លៃណាស់សម្រាប់ប្រជាពលរដ្ឋយើងគឺគ្មានតម្លៃទេចាសូម្បីតែអង្គរវត្តរាល់ថ្ងៃជាអង្គរវត្តរបស់ខ្មែរហេតុអីក៏ឲ្យយួនមកកាន់កាប់ទាសូម្បីតែយើងជាខ្មែរចូលទៅលេងនៅស្រាអង្គរវត្តជាទាលុយយើង5នាទីទៅថ្ងៃមុនដោយសារទៅការក្មួយអញ្ចឹងចង់ចូលលេងនៅទាលុយ5ដបវាពួកខ្ញុំអត់មានលុយអញ្ចឹងអត់ចូលហ៊ានចូលមើលអង្គរវត្តខ្មែរខ្លួនឯងទេគួរឲ្យឈឺចាប់មែនទែនសូម្បីតែយើងជាម្ចាស់ស្រុកម្ចាស់ខ្មែរអីហេតុអីសូម្បីតែអង្គរវត្តខ្លួនឯងអាចបានចូលមើលចានេះហើយដែលជាទង្វើរបស់រដ្ឋាភិបាលយើងរាល់ថ្ងៃគាត់គុំដឹកនាំអញ្ចឹងបងប្អូនគួរស្វែងយល់មួយទៀតការអភិវឌ្ឍព្រៃដីឲ្យទៅក្រុមហ៊ុនយួនកុំត្រាសិទ្ធិ95ឆ្នាំ99ឆ្នាំយ៉ាងតិចត្រឹម75ឆ្នាំតើបងប្អូនដែលជាប្រជាពលរដ្ឋខ្មែរនេះបើសិនរដ្ឋាភិបាលគាត់ចង់អភិវឌ្ឍមែនហេតុអីគាត់មិនគិតពីខ្មែរដែលក្រីក្រមិនអភិវឌ្ឍជួយដល់ពួកគាត់ឲ្យគាត់មានការងារធ្វើសមរម្យអាចរស់បានហេតុអីគាត់អភិវឌ្ឍគាត់មានមោទនភាពណាស់គាត់អួតស្ដែងណាស់ខ្មែរទៅធ្វើកម្មករគេស៊ីឈ្នួលនៅស្រុកគេច្រើនរាល់ថ្ងៃនេះគឺមោទនភាពសម្រាប់គាត់ណាស់តែសម្រាប់នាងខ្ញុំទាំងអស់គ្នាដែលជាពលរដ្ឋខ្មែរឬនៅស្រុកខ្មែរគឺគ្មានមោទនភាពទេគឺយើងទៅធ្វើកម្មករនៅស្រុកគេលំបាកមែនទែនជួនកាលកម្មករគេទៅធ្វើបាបទៅដេញចាប់ត្រូវផ្ញើលុយមកស្រុកដល់ប្រាក់ខែកាត់អីចឹងគេជំរួតគេថៃឲ្យដេញចាប់ចឹងគាត់ថាបាត់លុយផ្ញើមកផ្ទះឲ្យទេទៅខាត់បងខំធ្វើការគេរត់ឆ្នាំអីចឹងកាលណាគេធ្វើបាបបាត់ដាក់លុយរត់ពីកន្លែងមួយទៅកន្លែងមួយហើយបងប្អូននេះក៏ស្លាប់ច្រើនដែរនៅប្រទេសថៃពីកម្មករទៅហើយបញ្ហាអភិវឌ្ឍព្រៃឈើសាក់តិចទីសូម្បីតែនៅតំបន់99នៅខាងព្រះវិហារដោយសារខ្ញុំបានជិះឡានទៅឃើញព្រៃយើងមាននៅតែតាមថ្នល់ទីទេអញ្ចឹងដើម្បីបំភាន់ភ្នែកចាបំភាន់ភ្នែកបងប្អូនយើងឲ្យថាព្រៃហ្នឹងគឺនៅមិនមែននៅទេបងប្អូនត្រូវយល់ទាំងនៅក្នុងស្រុកក្រៅស្រុកព្រោះអ្វីដែលខ្ញុំបានទៅឃើញជាក់ស្ដែងពីរលំរលាយអស់ហើយចាសម្រាប់ស្រុកខ្មែរពិសេសជាងគេខេត្តកំពង់ធំខ្ញុំនេះហើយសូម្បីតែមច្ឆាជាតិរបស់យើងក៏ត្រូវបាត់បង់ភ្នំពិសេសភ្នំដែកឥឡូវបានទៅក្រុមហ៊ុនចិនគេធ្វើគេវិនិយោគសូម្បីតែខ្មែរយើងចូលចិត្តក៏គេឲ្យចូលចិត្តដែរគេមិនឲ្យទៅមើលកន្លែងដែលជាទឹកដីរបស់យើងទេព្រោះឥឡូវគេត្រូវជីកយកមាសមួយថ្ងៃដល់ប្រមាណតោននេះដឹកចេញពីខ្មែរយើងអញ្ចឹងខ្ញុំគិតថាសម្រាប់រដ្ឋាភិបាលរបស់យើងថ្ងៃនេះគឺគាត់ទៅតែមុខទេគាត់បានងាកអត់បានថយ
ក្រយដឹងថាជាពលរដ្ឋគាត់យ៉ាងម៉េចទេតែបើតាមខ្ញុំគិតមើលទៅគាត់ប្រហែលជាដឹងដែរប៉ុន្តែគាត់ងាកមិនរួចថយចាយទេអញ្ចឹងដែរអ្វីដែលយើងបាត់បង់គឺមច្ឆាជាតិព្រៃឈើដីចាអញ្ចឹងរ៉ែមាសរ៉ែស្បូនអស់ហើយសម្រាប់ស្រុកខ្មែរចាឥឡូវកំពុងលឺដំណឹងថានៅរ៉ែមាស8.3នៅខាងមណ្ឌលគិរីរតនគិរីហ្នឹងមិនដឹងថាយ៉ាងម៉េចសម្រាប់ខ្មែរទៀតទេព្រោះថាឥឡូវក្រុមហ៊ុនយួនកាន់តែច្រើនទៅចូលមកអភិវឌ្ឍនៅស្រុកខ្មែរចំពោះខ្មែរវិញគឺការអភិវឌ្ឍរបស់រដ្ឋាភិបាលយើងធ្វើឲ្យខ្មែរយើងយំលហេមហាមបាត់បង់ដីបាត់បង់ផ្ទះសម្បែងគ្រប់គ្នាចាអញ្ចឹងសូមបងប្អូនដែលជាខ្មែរគ្រប់គណៈបកទាំងអស់ខ្ញុំជឿថាទោះជានៅក្នុងគណៈបកកាន់អំណាចហ្នឹងក៏លោកមានឧត្តមគតិជាខ្មែរដែរពួកលោកវល់មើលជំវិញខ្លួនដើម្បីការពារទឹកដីខ្មែរយើងទាំងអស់គ្នាព្រោះថាបើពេលនេះខ្មែរមិនរួបរวมសាមគ្គីទេខ្មែរបែកបាក់ដោយសារតែខ្មែរបែកបាក់នេះហើយដែលធ្វើឲ្យជនបរទេសឃ្លាតឱកាសដែលចង់ឈ្លានពានរបស់យើងអញ្ចឹងអ្នកណាដែលអ្នកឈ្លានពានរបស់យើងចាគឺជនជាតិយួននេះហើយតែងតែឈ្លានពានស្រុកខ្មែរយើងពីចំនួនមួយទៅចំនួនមួយហើយប្រើគ្រប់ល្បិចកលដើម្បីធ្វើយ៉ាងណាបំបែកបាក់ខ្មែរសម្រាប់ខ្មែរសម្រាប់សិទ្ធិបញ្ញវន្តពីមួយចំនួនទៅមួយចំនួនឲ្យតែខ្មែរយើងខ្លាំងជាគេរកល្បិចឲ្យគ្នាយើងចាក់សម្លាប់គ្នាអញ្ចឹងពេលនេះខ្ញុំសូមទាវនាវដល់បងប្អូនរួមជនរួមជាតិខ្មែរទាំងអស់គួរតែងើបឡើងសាមគ្គីគ្នាឡើងដល់ពេលនេះហើយឈប់ធ្វើបាបគ្នាឈប់កាត់សម្លាប់គ្នាឯងទៀតទៅដើម្បីការពារទឹកដីប្រទេសជាតិយើងព្រោះថាឥឡូវនេះជនជាតិយួនមកទិញទឹកទិញដីទិញអីនៅវាតោងយើងនេះច្រើនទៀតឥឡូវនេះគឺទិញមកអភិវឌ្ឍន៍គឺស្គាយហើយមកខ្មែរមិនភ្ញាក់ខ្លួនខ្មែរមិនរួបរวมសាមគ្គីទេគឺយើងដូចចង្កឹងចឹងចង្កឹងកាលណាមានតែមួយទៅកាត់យើងបាក់ហើយតែបើយើងមានមួយបាក់ទេមិនងាយកាត់យើងបាក់ទេល្មមហើយខ្មែរល្មមដល់ពេលហើយកុំបាក់គ្នាបន្តទៀតត្រូវតែរួបរวมគ្នាឡើងអញ្ចឹងថាដែលជាអ្នកជួយអភិវឌ្ឍប្រទេសជាតិគឺមានតែប្រជាពលរដ្ឋខ្មែរខ្លួនឯងជំរុញខ្លួនទេត្រូវតែប្រឹងជួយខ្លួនឯងឡើងព្រោះថាឥឡូវសង្គ្រាមត្រជាក់ការបោះឆ្នោតការគូសសម្រាប់ឆ្នោតបងប្អូនត្រូវចិត្តសន្លឹកឆ្នោតរបស់បងប្អូនមានតម្លៃណាស់សម្រាប់ប្រទេសជាតិបងប្អូនព្រោះថាឥឡូវគេប្រើសង្គ្រាមត្រជាក់អញ្ចឹងយើងគួរតែចិត្តជ្រើសរើសស្វែងយល់ទាំងអស់គ្នាត្រូវជ្រើសរើសមេដឹកនាំដែលជាស្នេហាជាតិពិតប្រាកដព្រោះថារដ្ឋាភិបាលយើងរាល់ថ្ងៃគាត់ទៅទៅមុខទេជួនកាលគឺគិតថាគាត់អាចចង់ដកខ្លួនដែរតែគាត់ដកមិនរួចទៅមិនកើតអញ្ចឹងទៅទៅមុខរហូតដល់ព្រោះរស់នៅធម្មតាអ្នកដឹកនាំដែលរស់នៅក្រោមគ្នារបស់គេអញ្ចឹងត្រូវតែធ្វើតាមទេកាលណាធ្វើតាមទេវាមិនដឹងថាល្មិចសម្រាប់ក្រុមយុវសាគាត់ទេព្រោះខ្ញុំតាមមានកន្លងមកលឺពាក្យចាមរាមថានៅជុំវិញខ្លួនគាត់សកម្មមេដឹកនាំយួនអញ្ចឹងប្រហែលជាខ្មែរយើងធៀបចិត្តណាស់ទៅចិត្តខ្លួនគាត់អញ្ចឹងខ្មែរគួរតែរួបរวมគ្នាឡើងតាមទីគ្នាឡើងដើម្បីការពារទឹកខ្មែរគាត់ចាអញ្ចឹងសូមឲ្យបងប្អូនជនជាតិទាំងក្នុងទាំងក្រៅប្រទេសចាគួរតែយកចិត្តទុកដាក់ជួយខ្មែរព្រោះថាខ្មែរឥឡូវត្រូវការអ្នកជំនួយពិសេសបងប្អូនដែលរស់នៅក្នុងស្រុកក្រៅនឹងហើយដែលជាគោលជំហរជួយដល់ខ្មែរព្រោះថាឥឡូវខ្មែរយើងនៅក្នុងស្រុកនេះប្រតិកម្មជ្រាបជួបទៅសម្លាប់ដល់ចឹងការខ្លាចស្លាប់របស់គាត់វាលំបាកសម្រាប់ពួកគាត់ណាព្រោះថាបញ្ហាតឡាការនៅស្រុកខ្មែរគឺអត់មានយុទ្ធធម៌សម្រាប់អ្នកតូចតាចទេជាការពារតែអ្នកកាន់អំណាចធំទេអញ្ចឹងតែយើងមកចាប់ដាក់ទឹកដាក់ច្បាក់ឬជាសម្លាប់ចោលតែម្ដងប៉ុន្តែចំពោះខ្ញុំវិញមុននឹងខ្ញុំនេះខ្ញុំមិនដាច់ចិត្តខ្លាចថាស្លាប់ឬរស់សម្រាប់ជីវិតខ្ញុំទេព្រោះខ្ញុំចង់ឲ្យកូនខ្មែរខ្ញុំចំនួនក្រោយនេះរស់នៅដែលមានសេរីភាពដែលមានការងារធ្វើត្រឹមត្រូវដែលរស់ជាម្ចាស់គេមិនមែនរស់ដោយសារមោទនភាពទៅធ្វើខ្ញុំទេព្រោះខ្មែរយើងពីចំនួនមួយទៅចំនួនមួយខ្មែរមានខួរក្បាលល្អខ្មែរគឺជានិស្សិតបញ្ញវន្តមិនមែនខ្មែរអន់ដូចសម័យនេះទេចាអញ្ចឹងខ្មែរយើងរាល់ថ្ងៃនេះគឺរស់ក្រោមភាពលំបាកមែនទែនចាអញ្ចឹងសូមឲ្យបងប្អូនជាពលរដ្ឋខ្មែរនិស្សិតបញ្ញវន្តទាំងអស់គ្នាទៅតែរួបរวมតាមទីគ្នាស្ដាប់បាក់ទាំងអស់ឲ្យតែជាជនជាតិខ្មែរចាគួរតែភ្ញាក់ហើយគួរតែរួបរวมគ្នាហើយបាច់បាក់គ្នាតទៀតតែណាបាច់បាក់ទៀតធ្វើឲ្យអ្នកដែលគេតែងតែចង់កេងប្រវ័ញ្ចផលប្រយោជន៍ចង់បានទឹកដីរបស់យើងនឹងគេរឹតតែបានចិត្តហើយបើយើងរួបរวมទៀតទៅថ្ងៃក្រោយប្រទេសជាតិយើងអ្នកដែលចង់បានរបស់យើងក៏គេមិនហ៊ានមើលងាយយើងបន្តទេការចឹងខ្ញុំសូមអំពាវនាវដល់បងប្អូនម្ដងហើយម្ដងទៀតព្រោះគុំនៅចង់ឲ្យបងប្អូនដែលជាពលរដ្ឋខ្មែរទាំងអស់គួររៀប
រួមគ្នាឡើងស្ដារកិត្តិយសប្រទេសជាតិយើងស្ដារកិត្តិយសសម្រាប់កូនចៅយើងអនាគតនៅពេលខាងមុខនេះបើនៅបោះឆ្នោតអាណត្តិឆ្នាំ2013នេះបើប្រទេសជាតិយើងមិនអាចរួមរស់បានទេគឺប្រទេសខ្មែរមិនដឹងខ្លាចជាយ៉ាងណាទេសម្រាប់ខ្ញុំគិតថានៅតាមតំបន់ដែលគេកំពុងអភិវឌ្ឍនេះគឺសត្វតែយួនចាយួនមករស់នៅវាជាការពិតព្រោះសត្វតែ99ឆ្នាំកាលណាយើងឆ្លងអស់ទៅមិនដឹងថាកូនចៅយើងយ៉ាងម៉េចទេអញ្ចឹងថាទី3តដល់កូនចៅយើងអញ្ចឹងទៀតដល់អញ្ចឹងចៅយើងទៀតទៅវេទនាហើយព្រោះថាពីជំនាន់ទៅជំនាន់គឺយួនតែតែចង់បានឃ្លានពៀនលៀបទឹកដីខ្មែរតែចំពោះបរទេសដែលគេរស់នៅប្រទេសឆ្ងាយពីយើងគេមិនងាយឃ្លានពៀនលៀបទឹកដីយើងបានទេអ្នកដែលចង់បានយើងគឺអ្នកនៅជាប់ព្រមតើយើងនឹងហើយរាល់ថ្ងៃនឹងគ្រប់ល្បិចកលអស់ពីជំនាន់ទៅជំនាន់ខ្ញុំមិនលើកពីបញ្ហាមុនមកទេព្រមពិតមែនតែខ្ញុំក្មេងជំនាន់ក្រោយប៉ុន្តែកន្លងមកប្រវត្តិសាស្ត្រប្រទេសខ្មែរខ្ញុំធ្លាប់មើលពួកខ្ញុំចូលចិត្តមើលរឿងប្រវត្តិសាស្ត្រមើលរឿងសពបែបយ៉ាងសម្រាប់ខ្មែរដែរអញ្ចឹងខ្ញុំយល់បានថាខ្មែរលំបាកខ្មែរវេទនាដោយសារពុកម្ដាយខ្ញុំក៏គាត់ជាអ្នកស្នេហាជាតិដែរអញ្ចឹងគាត់តែងតែព្រួយបារម្ភពីប្រទេសខ្មែរដែរចា៎ខ្ញុំសូមទានាដល់បងប្អូនជនរួមជាតិខ្មែរគួរតែជឿខ្មែរទាំងអស់គ្នានៅពេលនេះចា៎យើងកុំគិតឆ្លោះគ្នាបន្តទៀតអីគួរតែគិតធ្វើយ៉ាងណាឲ្យប្រទេសខ្មែរនឹងរីកដុះដាលឡើងវិញគ្របឈរឡើងវិញកុំឲ្យខ្មែរដួលទៀតតែខ្មែរដួលខ្មែរស្លាប់ហើយអញ្ចឹងត្រូវតែប្រឹងញើសទាំងអស់គ្នាចាខ្ញុំក៏សូមទានាដល់រដ្ឋាភិបាលពួកខ្ញុំដែលជាពលរដ្ឋខ្មែរនេះខំលើពិសេសជាងគេរដ្ឋាភិបាលប្រទេសអាមេរិកហ្នឹងហើយលោកអូបាម៉ាហ្នឹងសូមលោកជួយដល់ដោះស្រាយនៅចំនួនផ្ទៃក្នុងរបស់ខ្មែរនាងខ្ញុំផងព្រោះថាខ្មែរនាងខ្ញុំវិខំថាលើលោកហ្នឹងហើយនឹងជួយដល់ប្រទេសខ្មែររបស់នាងខ្ញុំព្រោះថាឥឡូវខ្មែរមិនអាចដោះស្រាយចំនួនគ្នាឯងនៅក្នុងស្រុកបានទេចាហើយក៏នាងខ្ញុំសូមជូនពរដល់អស់លោកស្រីដែលបានស្ដាប់នៅសំឡេងរបស់នាងខ្ញុំនិយាយថ្ងៃនេះចាសូមឲ្យជួបប្រទះតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈ8គ្លៀងគ្លាចាសូមអរគុណចាជម្រាបលាចានាងខ្ញុំសូមថ្លែងអំណរគុណចំពោះបងស្រីចាំថននៅខេត្តកំពង់ធំ